ជាងគេបានមាសមេធ្វើប្រពន្ធបងថ្ងៃនេះរំភើបកន្លងចង់ว่าបេះដូងលូតខុសធម្មតាអូនសំឡាងជាងគេព្រោះតែថ្ងៃនេះទទួលបានការស្លាសំដូចសេចក្តីប្រាថ្នាអូននឹងរៀបការជាមួយនឹងបងមនុស្សដែលអូនពេញចិត្តសូមអរគុណនិស្ស័យដែលជួយដឹកដៃឲ្យយើងជួបជិតសូមអរគុណព្រមលេខិនផ្ដល់ស្នេហាពិនដល់យើងទាំងថ្ងៃរៀបការសូមយ៉ាងនឹងមេឃដីធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចោលក្តីស្នេហ៍ក្បែរគ្នារៀងរហូតសំណាងជាងគេបានមាសមេធ្វើប្រពន្ធបងថ្ងៃនេះរំភើបកន្លងចង់ว่าបេះដូងលូតខុសធម្មតាអូនសំឡាងជាងគេព្រោះតែថ្ងៃនេះទទួលបានការស្លាសំដូចសេចក្តីប្រាថ្នាអូននឹងរៀបការជាមួយនឹងបងមនុស្សដែលអូនពេញចិត្តសូមអរគុណនិស្ស័យដែលជួយដឹកដៃឲ្យយើងជួបជិតសូមអរគុណព្រមលេខិនផ្ដល់ស្នេហាពិនដល់យើងទាំងថ្ងៃរៀបការសូមយ៉ាងនឹងមេឃដីធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចោលក្តីស្នេហ៍ក្បែរគ្នារៀងរហូតដែលជួយដឹកដៃឲ្យយើងជួបជិតសូមអរគុណព្រមលេខិនផ្ដល់ស្នេហាពិនដល់យើងទាំងថ្ងៃរៀបការសូមយ៉ាងនឹងមេឃដីធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចោលក្តីស្នេហ៍ក្បែរគ្នារៀងរហូតបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយចៃដន្យឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងស្រឡាញ់អូនទាំងបងមិនមានបងនងស្នេហានេះគឺអូនបងរៀនរស់បងអូនចង់ចាំពេលវេលាទោះជាគ្រាស្របងប្រអូននឹងបងបានចងក្រងព្រៃស្នេហាពិនរឿងព្រមយ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាស្នេហាកាន់ដៃគ្នាឆ្លងវត្តសា
ម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះកិនស្នេហាពិនស្គាល់ជីវិតពេលស្គាល់រូបអូន អរគុណបងដែលព្រមស្រឡាញ់អូន ព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអានន្ទទេពេលវេលានៅក្បែរគ្នាមានកំណត់ ពេលវេលាបណ្ដាលឲ្យយើងបានជួបគ្នា ពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នា ដោយใจដនឬនិស័យដោយនិស័យឬកំពីព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសិនស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិត ពីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៅជីវិតស្នេហាពិនរំពងចិត្តពេលស្គាល់រូប